នាំកិច្ចប្រជុំក្រុមការងារឃុំទ្រានិងក្រុមការងារយុវជនដើម្បីរៀបចំផែនការយុទ្ធសាស្ត្រឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី6 នារសៀលថ្ងៃអាទិត្យ 14 កើត ខែបឋមស័កឆ្នាំមកមីអដ្ឋស័កពុទ្ធសករាជ 2570 ត្រូវនៅថ្ងៃទី 28 ខែមិថុនា ឆ្នាំ 2026 នេះ លោកផាំងវី ប្រធានក្រុមការងារគណៈបកចុះមូលដ្ឋានឃុំទ្រាក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រីថោចេថា អនុប្រធានក្រុមការងារគណៈបកចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណៈបកចុះមូលដ្ឋានស្រុកស្ទង បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារចុះមូលដ្ឋានភូមិទាំង 16 ព្រមទាំងគណៈកម្មាធិការគណៈបកឃុំភូមិនិងក្រុមការងារយុវជនឃុំទ្រាសរុបចំនួន 117 នាក់ ក្នុងគោលបំណងពិភាក្សានិងដាក់ចេញនៅផែនការសកម្មភាពជាក់ស្ដែងឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី 6 ឆ្នាំ 2027 ថ្លែងក្នុងអង្គប្រជុំនោះលោកប្រធានបានគូបញ្ជាក់ពីតួនាទីដ៏សំខាន់របស់យុវជនដែលជាកម្លាំងចលករដ៏មានសក្តានុពលរបស់គណៈបកក្នុងការបម្រើប្រជាពលរដ្ឋជាមួយគ្នានេះលោកផាំងវីប្រធានក្រុមការងារគណៈបកចុះមូលដ្ឋានឃុំទ្រាបានដឹកនាំពិភាក្សាដាក់ចេញផែនការសកម្មភាពដោយផ្ដោតលើការចុះជួបសាកសួរសុខទុក្ខនិងដោះស្រាយបញ្ហាតាមក្នុងផ្ទះដើម្បីប្រែក្លាយឃុំទ្រាជាមូលដ្ឋានគាំទ្រដ៏រឹងមាំព្រមទាំងជំរុញឲ្យពង្រឹងស្មារតីម្ចាស់ការខ្ពស់សម្ដៅដណ្ដើមជ័យជំនះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ 2027 និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ 2028 ខាងមុខនៅក្នុងឱកាសនោះលោកប្រធានបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកគ្រប់រូបនិងបានពំនាំប្រសាសន៍ផ្ដាំផ្ញើរបស់ឯកឧត្តមប្រធានក្រុមការងារស្រុកស្ទងដោយសង្កត់ធ្ងន់លើកិច្ចការអតិភិបរួមមានការបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងដើម្បីដើរតាមបន្ទាត់នយោបាយបកការធ្វើបច្ចុប្បន្នភាពទិន្នន័យសមាជិកចាស់និងពង្រីកកម្លាំងថ្មីដើម្បីដណ្ដើមជ័យជំនះក្នុងការបោះឆ្នោតបន្ថែមលើនេះលោកបានរំលឹកដល់ក្រុមការងារឲ្យយកចិត្តទុកដាក់ទទួលយកនិងដោះស្រាយរាល់សំណុំពរក៏ដូចជាបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាពនៅថ្ងៃដដែលនោះបន្ទាប់ពីបញ្ចប់កិច្ចប្រជុំលោកប្រធានក្រុមការងារនិងសហការីបានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខនិងធ្វើបច្ចុប្បន្នភាពទិន្នន័យសមាជិកគណៈបកដោយផ្ទាល់នៅតាមក្នុងផ្ទះសកម្មភាពដ៏រស់រវើកនេះគឺស្ដែងឲ្យឃើញពីការអនុវត្តយុទ្ធសាស្ត្រពង្រឹងកម្លាំងចាស់ពង្រីកកម្លាំងថ្មីយ៉ាងពិតប្រាកដក្នុងគោលដៅត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីដណ្ដើមជ័យជំនះយ៉ាងត្រចះត្រចង់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខនេះ